អូសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចេញ vlog ថ្មីនិយាយអំពីការធ្វើដំណើរទៅយកសញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតរបស់ខ្ញុំនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េដំបូងគឺខ្ញុំចេញដំណើរពីភ្នំពេញមកអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំបានថតដោយសារអ្នកប្លុកអាជីពចឹងទៅជាតែផ្លេចហើយឥឡូវខ្ញុំបានមកដល់ទីក្រុងសិនចិនប្រទេសចិនហើយអ្នកទាំងអស់គ្នាមូលហេតុដែលខ្ញុំជិះហោះអត់ជិះថងទៅកូរ៉េហ្មងដោយសារខ្ញុំអត់ចេះជិះយន្តហោះយប់ជ្រៅអ្នកនរគ្នានៅក្នុងហោះពីខ្មែរទៅកូរ៉េមាន direct មានតែម៉ោង12យប់ទេហើយដល់អញ្ចឹងខ្ញុំអត់ចេះគេងលើយន្តហោះអញ្ចឹងខ្ញុំក៏ហោះមកទីក្រុងសិនចិននេះទៅយើងគេងមួយយប់ទៅស្អែកឡើងយើងហោះទៅកូរ៉េទៅឥឡូវខ្ញុំចេញពីទីពលានអ៊ីនឆុនទៅខ្ញុំដើររក subway អ្នកនរគ្នាជិះ subway ទៅសេអ៊ូលពីអ៊ីនឆុនទៅសេអ៊ូលជិះ subway ប្រហែលជា1ម៉ោងជាងដែរប៉ុន្តែថ្ងៃដែលខ្ញុំហោះមកហ្នឹងគឺសេអ៊ូលស្វាគមន៍ខ្ញុំនៅព្យុះព្រលឹងធំអ្នកនរពីដើរលេងនៅញោមដងឆ្អែតទៅយប់ឡើងទៅគេងហើយស្អែកឡើងគឺដល់ថ្ងៃgraduate ceremony អ្នកនរគ្នាហើយខ្ញុំភ្លេចប្រាប់ខ្ញុំរៀននៅសាលាដងគុក University អ្នកនរគ្នាថ្ងៃដែលខ្ញុំទៅយកសញ្ញាបត្រហ្នឹងធ្លាក់ព្រិលហើយប៉ុន្តែគេគៀព្រិលនឹងចេញដោយថាខ្លាចល្អិលអ្នកនរគ្នាព្រិលនឹងល្អិលកាលខ្ញុំដួល3 4 5ដងទទួលសញ្ញាបត្រហ្នឹងខ្ញុំក៏អត់បានថតសកម្មភាពទទួលសញ្ញាបត្រអីច្រើនដែរគឺយកកៅអៅយកសញ្ញាបត្រហើយក៏ទៅដើរលេងនៅទីធ្លាសាលាទៅលេងព្រឹត្តិការណ៍អីចឹងណាអ្នកនរគ្នាហើយក៏ជិះចុះទៅខាងខូយសាលាខ្ញុំហ្នឹងលេងទីវល់តកលេងភ្នំតកលេងអីហ្នឹងប៉ុន្តែខ្ញុំបានថតវីដេអូច្រើនដែរបានថតរូបស្លឹកហើយក៏លេងអស់ចិត្តហើយថ្ងៃម៉ោង1ម៉ោង2ហើយតែគាត់ទៅញ៉ាំអីនៅខាងក្រៅសាលាវិញហើយពេលយប់ក៏ខ្ញុំមកលីយ៉ាងដើម្បីទិញskin care មួយចំនួនទៅខ្មែរផ្ញើអ្នកនៅខ្មែរអញ្ចឹងណាអ្នកនរគ្នាហើយអត់ដឹងកើតអីខ្ញុំទៅលើកនេះគឺខ្ញុំអត់ចង់នៅយូរហ្មងខ្ញុំក៏ហូតត្រឡប់មកខ្មែរវិញគឺខ្ញុំគេងមួយយប់នឹងហើយស្អែកឡើងនេះអ្នកនរគ្នាខ្ញុំចេញពីសូលមកអ៊ីនឆុនវិញគឺទិញសវត្ថភ្លាមហោះមកខ្មែរហ្នឹងនិយាយទៀតគិតថា software ទៅលឿនដែរអញ្ចឹងចាំតិចទៀតចាំទៅអ្នកនរគ្នាប៉ុន្តែនៅ Incheon ហ្នឹងគឺ recommend អ្នកនរគ្នាទៅមុន3ម៉ោងខ្ញុំទៅមុន2ម៉ោងហើយទៅដល់មុន2ម៉ោងអ្នកនរគ្នាមនុស្សត្រង់ជួរកន្លែងខ្ញុំ check in ហ្នឹងឡើងច្រើនមែនទែនហើយត្រង់ជួរ security check in ក៏វាយូរទៀតអ្នកនរគ្នាគឺឲ្យខ្ញុំគឺពេលហ្នឹងខ្ញុំចាប់ដើមរត់ហើយខ្ញុំមកដល់ព្រលាមគឺខ្ញុំcheck in អត់ទាន់អ្នកនរគ្នាយឺតពេកក៏រត់ហ្មងចូលមកដល់ក្នុងពលានហ្នឹងក៏ដើរមើលហាងក្នុងពលានលេងអញ្ចឹងណាអ្នកនរគ្នាភ្លេចខ្លួនឯងមកយឺតនៅក្នុងហ្នឹងមាន LV Gucci Petro Bulgari អីច្រើនណាអ្នកនរគ្នាប៉ុន្តែបើសិនជាយើងមានលុយមក10 20ម៉ឺនអីចាដើរលេងសប្បាយអ្នកនរគ្នាខ្ញុំអត់មានលុយទិញអីអញ្ចឹងអត់សូវសប្បាយដើមមើលហត់ទៅក៏ទៅហៅញ៉ាំអីខ្ញុំទៅហៅ VIP lounge ញ៉ាំអីនៅពឹងញ៉ាំអីហ្នឹងក៏លើគេប្រកាសឈ្មោះនៅក្នុងពលានពេញនឹងអ្នកនរគ្នាគឺឈ្មោះខ្ញុំ last passenger ទៅពេលកាំងអ្នកនរគ្នាដល់អញ្ចឹងដាក់មហូបចុះយក passport រត់បណ្ដោយបានយកចានសងគេទេអ្នកនរគ្នារត់ទៅរូកេត
រត់ rocket គឺរត់មកអស់ទំហឹងអ្នកនរគ្នាសំណាងល្អខ្ញុំរត់តាន់ក៏ឃើញ gate ខ្ញុំដូចជា gate 37ពេលហ្នឹងហើយឆ្ងាយមែនតេនពី gate ខ្ញុំមកកន្លែងញ៉ាំអីហ្នឹងហើយក៏ឃើញ E 2នាក់នោះគាត់ឃើញខ្ញុំរត់មកក៏គាត់សួរចេះបបជាខ្មែរក៏សួរចេះអូនឯងទៅពេលកាំងមែនអូនឯងទៅពេលកាំងមែនសល់ម្នាក់ឯងអូនចេះខ្ញុំជិះយន្តហោះមិនដឹងប្រហែលដងអ្នកនរគ្នាតែលើកទី1ដែលខ្ញុំជិះទៅយឺតហ្មងពេលខ្ញុំមកដល់កេតហ្នឹងក៏អត់មានមនុស្សអ្នកនរគ្នាគឺគេទៅចាំក្នុងយន្តហោះអស់គឺស្ងាត់ជ្រាបហ្មងពេលហ្នឹងភ័យមែនទែនហើយទៅដល់ក្នុងយន្តហោះហ្នឹងគេមើលមុខខ្ញុំគ្រប់គ្នាអ្នកនរគ្នាគេស្លឹងមើលមកជើងមកក៏ខ្ញុំអង្គុយចុះទៅចុងក្រោយខ្ញុំបានឡើងយន្តហោះហើយឥឡូវខ្ញុំចេញទៅទីក្រុងប៉េកាំងហើយពេលមកដល់ទីក្រុងប៉េកាំងក៏យើងអត់ឈប់ stress ឈប់អីទៅក៏ដើរលេងអ្នកឯងហ្នឹងទៅមើលពលានមើលអីគេចឹងណាអ្នកនរគ្នាហើយក៏ទៅញ៉ាំមីដែលខ្ញុំចូលចិត្តនេះមីនេះគឺខ្ញុំឲ្យតែខ្ញុំមកពីកាំងគឺខ្ញុំញ៉ាំមីហ្នឹងហើយអ្នកនរគ្នានេះគឺជាមហូបហើយនឹងផ្អែមដែលខ្ញុំបានញ៉ាំនៅសេអ៊ូលអ្នកនរគ្នាអូខេអរគុណអ្នកនរគ្នាចំពោះការមើលវីដេអូដល់ចប់